ba từ tu sập mà khơi tập ha tập beng ôi bằng âu nơi nơi mình sọc tiềnยังខ្ញុំហ្នឹងពួកអីជីមុខម្ហូបដែលខ្ញុំចូលចិត្តអញ្ចឹងហើយថ្ងៃនេះតនេមានបងអង្គយូទៅផ្សារតែងឆុតគ្រឿងតាពាំងហ្នឹងមកឆុតស្លហ្នឹងបងអូនអើយនេះហើយឆុតគ្រឿងស្លតាពាំងនាងខ្ញុំហ្នឹងដែរមានអីច្រើនទៀតបងអូននេះមានដូចជាប្រហុកសាច់ជ្រូក3ជាន់ហើយនឹងត្រីពោហើយបន្លែហ្នឹងមានដូចជាអាណូម្ទេសហើយនឹងតាពាំងស្លឹកផ្អែមស្អំហើយនឹងខ្ចិតចាបងអូនចង់ដាក់អីទៀតក៏បានដែរចាតែនាងខ្ញុំដាក់តែប៉ុណ្្នឹងយកឆ្ងាញ់ទៅណាំអត់ដូចសាតែអត់សូវចូលចិត្តបន្លែច្រើនទេតែគ្រូសាខ្ញុំក៏មិនសូវចូលចិត្តបន្លែច្រើនដែរចាចូលចិត្តត្រីសាច់ទេតែដាក់បន្លែច្រើនជាងត្រីសាច់គាត់ជាឃើញសាច់នឹងត្រីនឹងហើយឥឡូវបន្ទាប់ពីនាងខ្ញុំរៀបចំគ្រឿងក្រៅហើយអស់ហើយក៏នាងខ្ញុំចាប់ផ្ដើមមកងាស់តាពាំងសិនចាបងអូនងាស់ជាមួយអង្គយ៉ាងនឹងឯងចាហើយសម្រាប់អាហារតាពាំងនេះនាងខ្ញុំដាក់អង្គដោយសារដែរឲ្យមានជាតិអង្គអញ្ចឹងព្រោះគ្រូសាខ្ញុំគាត់ស្លថាអញ្ចឹងពីដើមមកអីយ៉ាងហើយស្លបែបគាត់ចឹងឆ្ងាញ់ខ្ញុំស្លរហូតចឹងទៅដាក់អង្គហ្នឹងបន្ទាប់ពីនាងខ្ញុំដាក់ងាស់តាពាំងចោលហើយក៏ចាំរយៈពេលយូរពេកក៏នាងខ្ញុំមកថតសាវម៉ាវឲ្យបងអូនមើលប៉ាគាត់ទីមកឲ្យឡើង4គីឡូចាហើយសាវម៉ាវគេឡើងល្អមែនតើឃើញទូចចឹងណាតែសាច់វិញឡើងពេញសវកតែម្ដងណាបងអូនអើយឥឡូវបន្ទាប់ពីរៀបសាវម៉ាវដាក់ឆ្កែឲ្យអស់ហើយក៏នាងខ្ញុំមកមើលសម្លពុះល្មមចាបងអូនបន្ទាប់ពីពុះហើយក៏នាងខ្ញុំចាប់ផ្ដើមដាក់សាច់ជ្រូកដែរនាងខ្ញុំចិញ្ច្រាំហ្នឹងគឺដាក់ចូលតែម្ដងទៅចាដើម្បីឲ្យវាជាតិខ្លាញ់ព្រោះអីធ្វើឲ្យតាពាំងយើងហ្នឹងទន់ចឹងបងអូនមកស្លដាក់ជ្រូក3ជាន់ហ្នឹងគឺអត់កើតទេបងអូនត្រូវតែមានសាច់ជ្រូក3ជាន់នឹងឯងទោះតិចក៏ដោយច្រើនក៏ដោយត្រូវតែលាយចឹងបងអូនឥឡូវបន្ទាប់ពីនាងខ្ញុំដាក់សាច់ជ្រូកឲ្យអស់ហើយក៏នាងខ្ញុំដួសទឹកបន្តិចផងដែរយកមកជ្រុំប្រហុកនៅក្រៅបងអូនដើម្បីឲ្យសាច់ប្រហុកហ្នឹងវាឆាប់លាយចឹងកុំឲ្យនៅជាប់ឆ្អឹងជាប់អីចឹងនេះឈុំឲ្យវាម៉ត់ចឹងមកបងអូនព្រោះយើងយកទឹកទេឆ្អឹងយើងបោះចោលចាដោយសារខ្លាចខ្ញុំចិញ្ច្រាំដាក់ហ្នឹងទៅគឺខ្លាចមានឆ្អឹងប្រហុកអីចឹងទៅវាក់ហូបអញ្ចឹងបងអូនអញ្ចឹងខ្ញុំយកមកជ្រុំនៅក្រៅនឹងឯងបន្ទាប់ពីនាងខ្ញុំជ្រុំប្រហុកសាច់ប្រហុកបាយឲ្យអស់ហើយសល់ទឹកក៏នាងខ្ញុំយកមកចម្រោះនៅក្នុងទឹកសម្លតែម្ដងចាយកទៅកាក់ឆ្អឹងបោះចោលយើងយកទៅទឹកវាអញ្ចឹងបងអូនសម្រាប់បងអូនខ្លះឃើញចិញ្ច្រាំដាក់ក៏បានដែរព្រោះប្រហុកសាច់អញ្ចឹងតែនាងខ្ញុំប្រហុកឆ្អឹងចឹងនាងជ្រុំអញ្ចឹងទៅហើយឥឡូវបន្ទាប់ពីនាងខ្ញុំជ្រុំប្រហុកជ្រុំអីឲ្យអស់ហើយក៏នាងខ្ញុំចាប់ផ្ដើមហ្នឹងត្រីចូលចាហើយត្រីពោនឹងដែរបងអូនអើយឆាប់ឆ្អិនទេចាដោយសារតែវាសាច់ត្រីវាទន់ដល់ពេលទន់ហើយដាក់តែគ្រាន់តែទឹកសឡងដៅក្តៅក៏វារៀងល្វក់ដែរអញ្ចឹងហើយនាងខ្ញុំចាប់ផ្ដើមដាក់គ្រឿងតែម្ដងទៅចាអស់មកបានតែមួយផ្លែទេហើយគ្រឿងក្រៅនាងខ្ញុំវិញបងអូនអើយមានអីច្រើនទេអំបិលចេងស្ករសទឹកត្រីនឹងឯងចាដាក់តែប៉ុណ្ណឹងយកឆ្ងាញ់ទៅណាស់មកអស់ហើយបន្ទាប់ពីនាងខ្ញុំដាក់គ្រឿងក្រៅហើយក៏នាងខ្ញុំដាក់ម្ទេសហ្នឹងចូលចាម្ទេសខៀវម្ទេសក្រហមហ្នឹងអូយបងអូនអើយអាម្ទេសខៀវនេះអត់បានទេគឺដាក់ទៅឆ្ងាញ់ណាស់និយាយរួមស្លប្រហែលម្ដងគឺអត់មុខងារហ្នឹងគឺអត់បានទេអាម្ទេសខៀវហ្នឹងស្អាតតែវាឆ្ងាញ់ឥឡូវបន្ទាប់ពីដាក់ម្ទេសរៀងស្លោកទៅនាងខ្ញុំដាក់ផ្ចិតច្រវាងចូលចាហើយផ្ចិតច្រវាងនឹងដែរក៏ឆ្ងាញ់ដែរបងអូនអើយនិយាយរួមឆ្ងាញ់តែហ្មងឲ្យសម្លប្រហែលសិតតែបន្លែខ្ញុំចូលចិត្តទាំងអស់ហ្មងដែលខ្ញុំដាក់ទាំងប្រមាណណាបងអូនអានងវិញបងអូនបើមានអានងជ្រុងហើយទៅឆ្ងាញ់ទៀតចាតែនាងខ្ញុំដាក់ទៅបានអញ្ចឹងហើយមានអានងមូនឹងដាក់ទៅតែម្ដងទៅចាឆ្ងាញ់ដូចគ្នាទេគ្រាន់តែអានងមូនោះវារៀងទន់ជាងអានងជ្រុងឈប់ទៅវាទៅឆ្ងាញ់ទៀតអញ្ចឹងបងអូនបន្ទាប់ពីដាក់ហើយអស់ហើយអានងនឹងសកមហើយក៏នាងខ្ញុំដាក់បន្លែផ្អែមនិងស្អិននឹងចូលតែម្ដងចាសម្លនាងខ្ញុំក៏បានចិនរួចដែរចាដាក់បន្លែខៀវចូលហ្នឹងគឺមិនបាច់ទុកមកពុះអីទេបងអូនគ្រាន់តែជុំជាមួយទឹកក្តៅហ្នឹងក៏វាឆ្អិនដែរហើយក៏ខ្ញុំប្រឡូតចក្រានក្រាស់តែម្ដងទៅចាបងអូនអើយបន្ទាប់ពីប្រឡូតហើយអូយមើលទៅសម្លរបស់នាងខ្ញុំនេះតើតំណងអត់បងអូនឲ្យបានភាគរយដែរមកហូបមួយហ្នឹងព្រោះនាងខ្ញុំឲ្យ100%ឲ្យខ្លួនឯងតែម្ដងចាមិនចាំឲ្យបងប្អូនឲ្យនាំយូរឲ្យឥឡូវតែម្ដងឲ្យខ្លួនឯងហ្នឹងចានិយាយនេះសិនទេបងអូនអើយឥឡូវវីដេអូសម្លប្រហែលតាពាំងអូននាងខ្ញុំក៏ដល់ទីបញ្ចប់ផងដែរចាចាំជួបគ្នានៅវីដេអូក្រោយទៀតចា